ជាប្រភេទដំណាំមួយដែលយើងតែងតែចូលចិត្តបរិភោគធ្វើជាបន្លែស្រស់ហើយជាបន្លែដែលសម្បូរដោយជីជាតិយ៉ាងច្រើនសម្រាប់ទ្រទ្រង់រាងកាយមនុស្សឲ្យបានរឹងមាំប្រាជ្ញាឈ្លាសវៃជាពិសេសបន្លែស្រស់ក៏ជាឱសថយ៉ាងស័ក្តិសិទ្ធិទៀតផងហើយក៏ជាប្រភេទដំណាំម្យ៉ាងដែលងាយស្រួលក្នុងការដាំដុះព្រោះដំណាំនេះពុំសូវរើសដីឡើយពុំសូវមានជំងឺសត្វល្អិតបំផ្លាញសាឡាត់ជាប្រភេទដំណាំមួយដែលត្រូវការអាកាសធាតុត្រជាក់ដូចជានៅខែតុលាវិច្ឆិកាធ្នូការរៀបចំដីដាំដុះជាទូទៅយើងត្រូវភ្ជួររាស់ដីឲ្យបានច្រើនដងគឺ2ទៅ3ដងហាលដីឲ្យបានយូរចាប់ពី7ទៅ10ថ្ងៃដើម្បីឲ្យដីស្ងួតបណ្ដាលឲ្យស្មៅងាប់ងាយស្រួលក្នុងការរើសចេញនិងសត្វល្អិតនៅក្នុងដីបានងាប់ចំពោះរដូវប្រាំងត្រូវរាស់បំបែកដីឲ្យបានម៉ត់ល្អដើម្បីងាយស្រួលក្នុងការលើករងក្រោយពីភ្ជួរលើកទី1រួចហើយហាលដីឲ្យបានស្ងួតរួចហើយមុនពីដាំត្រូវភ្ជួរលើកទី2ម្ដងទៀតដើម្បីឲ្យដីផុសមានខ្យល់អាកាសចេញចូលបានល្អនិងងាយការដាក់ជីត្របាក់ការប្រើប្រាស់ជីជាកត្តាសំខាន់ណាស់សម្រាប់ដំណាំបន្លែព្រោះការប្រើប្រាស់នៅក្នុងដីវាអាចមានជីជាតិយូរអង្វែងពុំដូចជាដាក់នៅលើឡើយដូចជាការប្រើប្រាស់សម្រាប់ស្រោចជាដើមអាចហូរចេញជារដូវប្រាំងយើងត្រូវលើករងទាបជាងរដូវវស្សាព្រោះរដូវវស្សាយើងអាចការពារទឹកភ្លៀងនិងងាយស្រួលក្នុងការហូរច្រោះទៀតផងការធ្វើរងដាំដុះកសិករនិយមធ្វើទទឹងពី8សង់ទីម៉ែត្រទៅ1ម៉ែត្រដោយពី10ទៅ15ម៉ែត្រឬក៏តាមលទ្ធភាពដីកម្ពស់ពី5សង់ទីម៉ែត្រទៅ2សង់ទីម៉ែត្រនៅរដូវប្រាំងចំពោះនៅរដូវវស្សាពី2សង់ទីម៉ែត្រទៅ3សង់ទីម៉ែត្រហើយត្រូវវាបំបែកដីឲ្យបានម៉ត់ងាយស្រួលក្នុងការសាបគ្រាប់ការសាបព្រោះសាឡាត់យើងត្រូវសាបឬព្រុះគ្រាប់តែម្ដងក្រោយពីធ្វើរងហើយក្រោយពីសាបព្រោះគ្រាប់ហើយយើងត្រូវយកចំបើងឬកំណាត់កំទេចកំទីដូចជាស្លឹកដូងគ្របពីលើរងធ្វើរបៀបនេះអាចការពារក្នុងការហូរច្រោះគ្រាប់ពូជចេញពីរងក្រោយពីសាបហើយយើងត្រូវស្រោចទឹកឲ្យជោគរយៈពេល2ទៅ3ថ្ងៃទាំងទឹកនិងល្ងាចពេលមានដំណក់គ្រាប់ហើយយើងត្រូវកាត់បន្ថយក្នុងការស្រោចស្រពបើយើងស្រោចច្រើនអាចបណ្ដាលឲ្យសាឡាត់រលួយយើងសង្កេតមើលដំណក់គ្រាប់ពីពេញលើផ្ទៃរងដែលយើងសាបហើយយើងត្រូវប្រើទឹកមួយថ្ងៃមួយដងបានហើយគឺប្រើទឹកនៅពេលល្ងាចដើម្បីជំរុញឲ្យដំណក់គ្រាប់ឆាប់លូតលាស់បានល្អជាមួយដែរដូច្នេះយើងគួរគប្បីត្រូវសម្អាតស្មៅឲ្យបានស្អាតល្អការសម្អាតស្មៅយើងត្រូវប្រើកូនចបតូចៗងាយស្រួលក្នុងការជីកឬស្មៅនិងការការពារកុំឲ្យស្លាប់ហើយគល់ទៀតផងការ
ការជ្រោយដីនិងជ្រុំពូនគល់ការសម្អាតស្មៅជាកត្តាចាំបាច់បំផុតសម្រាប់ដំណាំគ្រប់ប្រភេទព្រោះស្មៅវាជារុក្ខជាតិចង្រៃការជ្រុំគល់ត្រូវជីកដីឲ្យផុតនៅជុំវិញបរិវេណគល់របស់វាដើម្បីឲ្យដីផុសមានអាកាសធាតុចេញចូលបានល្អចាប់ផ្ដើមពូនគល់ពីអាយុ12ទៅ15ថ្ងៃក្រោយពីសាបព្រោះការជ្រុំត្រូវប្រើកូនចបតូចៗជាអូរ៉េបំពន់ជាច្រើនលើកទៀតដូចជាពេលមុនពេលស្រោចទឹកយើងត្រូវលាយជីអូរ៉េ1ទៅ2ក្តាប់លាយជាមួយទឹកពី10ទៅ20លីត្រស្រោចទៅលើបន្លែតែម្ដងដូច្នេះការប្រើប្រាស់ជីបំពន់នេះអាចលូតលាស់យ៉ាងឆាប់រហ័សព្រមទាំងទទួលទិន្នផលគួរឲ្យពេញចិត្តទៀតផងការស្រោចស្រពដំណាំសាឡាត់ជាដំណាំមួយដែលត្រូវការទឹកជាងគេបំផុតហើយក៏ត្រូវការជាប្រចាំទៀតផងរហូតដល់ពេលប្រមូលផលតែម្ដងយើងត្រូវស្រោចទឹកមួយថ្ងៃ2ដងគឺព្រឹកនិងល្ងាចតែបើនៅរដូវវស្សាវិញទឹកភ្លៀងធ្លាក់ច្រើនចាំបាច់ស្រោចទេនៅក្នុងចម្ការបើសិនជាមានភ្លៀងដក់នៅក្នុងរងយើងត្រូវបង្ហូរទឹកចេញកុំឲ្យរលួយផុតបន្លាហើយយើងត្រូវស្រោចទឹកលាងទឹកភ្លៀងវិញកុំឲ្យអាស៊ីតនៅលើស្លឹកបន្លែយូរអាចរលួយដល់បន្លែទៀតផងការប្រមូលផលដំណាំសាឡាត់ងាយស្រួលជាងបន្លែដទៃទៀតណាស់ដោយសារសាឡាត់ចាប់ដកទាំងឫសទាំងគល់ហើយយកទៅលាងទឹកឲ្យបានស្អាតរៀបដាក់នៅក្នុងកញ្ឆេរដើម្បីងាយស្រួលទឹកជញ្ជូនយើងពុំចាំបាច់ប្រើបាវច្រកទេវាអាចបាក់ដើមឬបាត់បង់គុណភាពដំណាំសាឡាត់អាចប្រមូលផលនៅអាយុកាលចាប់ពី25ទៅ30ថ្ងៃក្រោយពីស្ទូងឬពី35ទៅ45ថ្ងៃក្រោយពីសាប